Radio Free Asia. គម្រោងស្ថាបនាទំនប់វារីអគ្គិសនីនៅតំបន់អរ៉ែងក្នុងស្រុកថ្មបាំងខេត្តកោះកុងបានធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅទីនោះព្រួយបារម្ភខ្លាចបាត់បង់ទីជម្រកមុខរបរនិងធនធានធម្មជាតិដែលពួកគាត់កំពុងតែអាស្រ័យផលប្រជាពលរដ្ឋដែលបានជួបសម្ភាសជាមួយអ្នកយកព័ត៌មានសុទ្ធតែថ្លែងថាពួកគាត់មិនចង់ចាកចេញពីភូមិឋានរបស់ពួកគាត់ឡើយព្រោះទីតាំងថ្មីដែលពួកគាត់ស្គាល់ថាវាលធំនោះជាទីដែលសម្បូរទៅដោយសត្វព្រៃមានខ្លាដំរីជាដើមនិងជាទីដែលគ្មានអំណោយផលសម្រាប់ការរស់នៅរបស់ពួកគាត់ចិត្តនំចាំងទៅវាគេចាស់គេទុំត្រែភ្លឺវីគោខ្លានអេងបានគឺក្រៀងទេឌុងខ្លានតានរគោកដីវាចាំងអាតូដឹកតែនំបិទេខ្ញុំណាវាណាស់នេះទេនឹងទៅធ្វើទីកើតមិនចង់សុតតែមករឿងទៅបាទព្រោះដីស្រែនេះក៏មានអីក៏មានចុះបើឲ្យខ្ញុំទៅមិនដឹងយើងគេឈូសឆាយឲ្យខ្ញុំប៉ុន្មានហើយមិនយើងរស់ស៊ីគ្រប់គ្រាន់ក្នុងក្រុមគ្រួសារខ្ញុំផលប៉ះពាល់ឲ្យវាច្រើនណាដីស្រែដំណាំអីដូចយើងកសាងគ្រួសារមួយអញ្ចឹងវាហោមួយថាជីវភាពគ្រួសារខ្ញុំវារស់ស៊ីទៅវាលលូនទៅមុខដល់មានបញ្ហាបែកដាក់មួយយើងរៀបគ្រួសារមួយទៀតវាមិនបានដូចមុនទេសម្រាប់តែបានកូនសម្រាប់តែសង់ផ្ទះថ្មីការសម្ដែងក្តីបារម្ភរបស់ប្រជាពលរដ្ឋគឺធ្វើឡើងចំពេលនៃយុទ្ធនាការការពារបរិស្ថានមួយដែលមានការនិមន្តចូលរួមរបស់ព្រះសង្ឃជាង40អង្គនិងយុវនិស្សិតជិត30នាក់កាលពីថ្ងៃទី3ដល់ថ្ងៃទី5ខែវិច្ឆិកាទាក់ទងនឹងបញ្ហាទំនប់វារីអគ្គិសនីអតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែនិងថាមពលលោកស៊ុយសែមធ្លាប់មានប្រសាសន៍ថាវារីអគ្គិសនីអរ៉ែងនឹងអាចចាប់ដំណើរការពីឆ្នាំ2017ដោយផ្ដល់ថាមពលជាង100មេហ្គាវ៉ាត់ទោះយ៉ាងណាក្តីស្ថាបនិកនៃអង្គការមេដាធម្មជាតិលោក Alexandro Gonzalez Davidson ថ្លែងថាគម្រោងសាងសង់ទំនប់វារីអគ្គិសនីអរ៉ែងដែលវិនិយោគដោយក្រុមហ៊ុនចិនមួយឈ្មោះ China Golden នោះនឹងផ្ដល់ផលប្រយោជន៍តិចតួចសម្រាប់ជាតិនិងប្រជាពលរដ្ឋខ្មែរក្នុងតំបន់ហើយលោកចង់ឲ្យមានការអភិវឌ្ឍវិស័យទេសចរធម្មជាតិជំនួសវិញវិស័យទេសចរឧទាហរណ៍ថាភ្ញៀវបរទេសនិងខ្មែរក្នុងមួយថ្ងៃ20នាក់ទោះឲ្យឃុំបន្លាយគុំចំណត់តំបន់អរ៉ែងនឹងមានចំណូល$100-200បើយើងគុណ$100-200គុណនឹង50ឆ្នាំឬក៏គុណនឹង100ឆ្នាំចំណេញជាងវិរិយអគ្គិសនីដែលថាវិរិយអគ្គិសនីចំណូលគឺបានតែ1ឆ្នាំ2ឆ្នាំសាងសង់អស់ហើយក្រុមហ៊ុនដកខ្លួនចេញប្រជាពលរដ្ឋអត់ការងារធ្វើដដែលនិងมันអាចពឹងផ្អែកទៅលើផលអនុផលព្រៃឈើបានទេដោយសារគេបំផ្លាញអស់ហើយលេខទាំងអស់សកម្មជនបរិស្ថាននិងមន្ត្រីសមាគមអង្គការពាក់ព័ន្ធមួយចំនួនបានឲ្យដឹងថាបើគម្រោងទំនប់វារីអគ្គិសនីអរ៉ែងដំណើរការមែននោះផ្ទៃដីប្រមាណ 20,000 ហិកតារួមមានដីភូមិដីព្រៃដីស្រែចម្ការវិលជុំព្រៃអរិយអ្នកតានិងព្រៃកប់ខ្មោចនៅក្នុងឃុំចំនួន3នៃស្រុកថ្មបាំងគឺឃុំថ្មដូនពៅឃុំជំនប់និងឃុំប្រឡាយនឹងត្រូវលិចទាំងស្រុងខ្ញុំបាទអ៊ូនឈិនវុទ្ធុអាស៊ីសេរីរាយការណ៍ពីស្រុកថ្មបាំងខេត្តកោះកុង